រឿងសេកកតញ្ញូកាលពីព្រេងនាយនៅព្រៃហេមពៀនមានសត្វសេកមួយក្បាលរស់នៅជាមួយម្ដាយចាស់ជរាដែលមានភ្នែកខ្វាក់ទាំងសងខាងជារៀងរាល់ព្រឹកចៅសេកតែងតែហោះហើរយ៉ាងឆ្ងាយដើម្បីទៅរកចំណីប្រទះឃើញចំការពោតដ៏ធំមួយរបស់តាកសិករចៅសេកបានចុះទៅកាត់ផ្លែពោតមួយផ្លែប៉ុន្តែវាមិនស៊ីភ្លាមទេវាបានប៉ំពោតហោះហើរត្រឡប់ទៅសបុកវាវិញហើយដើម្បីយកពោតទៅបញ្ចុកមេរបស់វាទើបវាស៊ីតាមក្រោយវាធ្វើបែបនេះជារៀងរាល់ថ្ងៃមួយតាម្ចាស់ចំការបានខឹងសម្បាយ៉ាងខ្លាំងព្រោះសង្កេតឃើញថាពោតរបស់គាត់ចេះតែបាត់គាត់ក៏និយាយថាអាសត្វចង្រៃណាដែលហ៊ានមកលួចពោតអញថ្ងៃនេះអញនឹងដាក់អន្ទាក់ចាប់វាឲ្យបានគាត់ក៏យកសំណាញ់ទៅដាក់រាយនៅក្នុងចម្ការរបស់គាត់លុះព្រឹកស្អែកឡើងចៅសេកក៏ហោះមកកាច់ពោតដូចសពមួយដងគ្រាន់តែចុះដល់ភ្លាមផាំងសំណាញ់បានរំចប់ខ្លួនចៅសេកជិះយាមរើបំប្រាស់តែមិនរួចតាមចាស់ចំការរត់មកមើលហើយចាប់ចៅសេកឡើងហាចាប់បានហើយឯងនេះហើយដែលលួចពោតអញរៀងរាល់ថ្ងៃនេះអញនឹងយកឯងទៅអាំងស៊ីម្ដងចៅសេកភ័យញ័រខ្លួនហើយនិយាយអង្វរកាន់ទឹកភ្នែកលោកតាអើយលោកតាសូមមេត្តាជីវិតខ្ញុំមិនខ្លាចស្លាប់ទេប៉ុន្តែខ្ញុំអាណិតម្ដាយចាស់របស់ខ្ញុំគាត់ខ្វាក់ភ្នែកទាំងពីរហើយកំពុងចាំខ្ញុំរកចំណីទៅឲ្យគាត់បើខ្ញុំស្លាប់តើអ្នកណាទៅរកចំណីឲ្យគាត់ទៀតតាមម្ចាស់ចំការឮដូច្នោះក៏ស្រឡាំងកាំងចិត្តដែលកំពុងខឹងក៏ប្រែជាបាត់អស់ទៅវិញគាត់គិតក្នុងចិត្តថាសត្វសេកសោះតែវាចេះស្រឡាញ់និងដឹងគុណម្ដាយវាជាងមនុស្សមួយចំនួនទៀតគាត់ក៏ស្រាយសំណាញ់ដោះលែងចៅសេកហើយនិយាយថាទៅចុះចៅសេកឯងជាកូនដ៏ល្អណាស់ចាប់ពីថ្ងៃនេះទៅឯងអាចមកយកពោតនៅក្នុងចម្ការនេះបានតាមចិត្តយកទៅឲ្យម្ដាយឯងស៊ីឲ្យឆ្អែតណាចៅសេកសំពះអរគុណលោកតាហើយប៉ងយកផ្លែពោតហោះទៅរកម្ដាយរបស់វាវិញយ៉ាងសប្បាយរីករាយតាំងពីពេលទោះមកគ្រួសារសេកនិងលោកតាក៏អាចតបគ្នាជាមិត្តជារៀងរហូត